នេះគឺជាភស្តុតាងមួយដែលបានបង្ហាញនៅលើថ្មមួយដែលបានបន្សល់ទុកតាំងពីជំនាន់បុរាណមករូបថតទាំងនេះគឺជាគេតំណាងនៃព្រះចៅអធិការ6ចំនួនបានបន្សល់ចៅអធិការទាំង6អង្គក៏បានចាប់ផ្ដើមកសាងឡើងវិញនៅឆ្នាំ1980ភូមិកសាំងរលើងសង្កាត់សំរៀបសង្កាត់សៀមរាបលើងសង្កាត់សំរៀបក្រុងសំរៀបខេត្តសំរៀបហើយពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងមកលេងនៅវត្តអាទ្វារបាទព្រោះវត្តអាទ្វារនេះគឺជាវត្តបុរាណដែលសល់ជាង100ឆ្នាំមកហើយដែលមានវត្តសាស្ត្រដែលគួរឲ្យចាប់អារម្មណ៍ដោយប្រវត្តិនៃវត្តអាទ្វារនេះគឺពុំមានឯកសារណាច្បាស់លាស់ទេប៉ុន្តែមានការស្រាវជ្រាវខ្លះៗអំពីការសាកសួរអំពីប្រជាពលរដ្ឋដែលរស់នៅជុំវិញវត្តអាទ្វារនិងចូលការសាកសួរអំពីព្រះចៅអធិការវត្តអាទ្វារបានឲ្យដឹងថាវត្តអាទ្វារស្ថិតនៅក្នុងភូមិក្រសាំងរលើងឃុំសៀមរាបស្រុកសៀមរាបខេត្តសៀមរាបប៉ុន្តែឆ្នាំនៃការកសាងព្រះវិហារនេះគឺមិនមានកាលបរិច្ឆេទច្បាស់លាស់ទេប៉ុន្តែយើងមានឯកសារខ្លះៗបានបង្ហាញនេះគឺជាភស្តុតាងមួយដែលបានបង្ហាញនៅលើថ្មមួយដែលបានបន្សល់ទុកតាំងពីជំនាន់បុរាណពុទ្ធសករាជ1539និងគ្រិស្តសករាជ997នេះគឺជារូបរាងខាងក្រៅនៃព្រះវិហារបុរាណជាង100ឆ្នាំមកហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីទ្វារនិងបង្អួចវ៉ាវបងប្អូនណាមើលសាច់ទ្វារឈើសុតបងប្អូនណាមើលជាហៀងហ្នឹងនេះបងប្អូនហើយទឹកដៃច្បាស់ទេងណែមើលទៅឆាប់នៅវត្តអាទ្វារនេះវិញគឺតែងតែមានភ្ញៀវទេសចរមកលេងនៅរឿយៗតែម្ដងតោះឥឡូវនេះយើងចង់ដឹងថាក្នុងវិហារមានអីខ្លះខ្ញុំបានចូលមកដល់ក្នុងហើយបងប្អូនអរគ្នាហើយនេះជើងសនេះជើងស1ម៉ាន់ជ្រុងនេះ2 3 4 5 6 7 7ជ្រុង8ជើងសឈើបងប្អូនព្រះវិហារនេះត្រូវបានឆ្លងកាត់ចំនួន6ចំនួនមកហើយជាវិហារបុរាណមួយដែលមានអាយុកាលវែងរហូតដល់ជាង100ឆ្នាំឯណោះរូបថតទាំងនេះគឺជាគេតំណាងនៃព្រះចៅអធិការ6ចំនួនបានបន្សល់ទុកនៅទីនេះក្រោយប្រទេសបានសុខសាន្តមកព្រះចៅអធិការទាំង6អង្គក៏បានចាប់ផ្ដើមកសាងឡើងវិញនៅឆ្នាំ1980ដោយព្រះតេជគុណកុលមាសយជួនទៀងវ៉ានបានចាប់ផ្ដើមកសាងតាំងពីចំណុច0រហូតមកដល់បច្ចុប្បន្នមានសមិទ្ធផលជាច្រើនដូចជាព្រះវិហារសាលាឆាន់កុដិរោងទទួលភ្ញៀវការិយាល័យបង្គន់អនាម័យចេតិយខ្លងទ្វារសាលារៀនផ្លូវថ្នល់ជាច្រើនខ្សែទៀតដោយជាសមិទ្ធផលទាំងអស់នោះបានមកពីការខិតខំរបស់ព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទចិត្តឆ្ងាយជួយឧបត្ថម្ភកសាងសមិទ្ធផលទាំងនោះបងប្អូនបានឃើញហើយណាកុំភ្លេចជួយ like ជួយ follow ជួយ share ម្នាក់មួយបានបនស្មើគ្នានេះវត្តបុរាណបានបន្សល់ទុកនៅក្នុងខេត្តសៀមរាបឃុំសៀមរាបស្រុកសៀមរាបខេត្តសៀមរាបអូបងប្អូនហើយវត្តបុរាណហ្នឹងទេវតាគង់លើរាជបល្ល័ង្កក្រមទ្វេទឆ័ត្រចៅកាជំនាន់ទី6នេះឈ្មោះឃ្លឿនរ៉ាត់ចៅការចំនួនទី6មែនតើយើងបានដឹងអំពីប្រវត្តិនៃព្រះវិហារបុរាណនេះហើយយើងនឹងទៅមើលតើនៅមានក្បាច់រចនានិងបន្សល់ទុកអ្វីខ្លះដូចជារូបភាពឬក៏ផ្ទាំងគំនូរដែលនៅជុំវិញព្រះវិហារតើមានរូបគំនូរបុរាណសល់ខ្លះដែរទេតោះទៅមើលទាំងអស់គ្នាពិតជាអស្ចារ្យមែនទែនក្រោយពីបានឆ្លងកាត់គ្រប់រដូវកាល 4-5 ចំនួនមកព្រះវិហារក៏នៅតែរក្សាទុកនៅផ្ទាំងគំនូរបុរាណហើយនឹងការជួសជុលថ្មីនៅតែល្អប្រណិតដដែលអញ្ចឹងហើយអ្នកទេសចរបរទេសជាច្រើនតែងតែចង់ឃើញអំពីស្នាដៃបុរាណឬក៏ប្រជាជនខ្មែរយើងក៏ដោយពួកគាត់ចង់ឃើញនៅស្នាដៃរបស់បុព្វបុរសខ្មែរដែលមានទឹកដៃល្អហើយនឹងទឹកថ្នាំដែលដិតជាប់បានយូរវែងអញ្ចឹងហើយការចាប់បដិសន្ធិទឹកដីខ្មែរមកគឺតែងតែមានសាសនា3ចូលរួមទី1សាសនាព្រលឹងទី2សាសនាព្រាហ្មណ៍ទី3សាសនាព្រះពុទ្ធចុងក្រោយនឹងឯងឃើញអ្នកគ្នាឥឡូវយើងមកមើលពអួចវិញគឺថាទ្វារទៅប៉ុណ្ណឹងហើយឥឡូវមកមើលពអួចដល់កឲ្យទឹកដៃល្អណាស់បងប្អូនអើយឈើសុទ្ធនេះមិនដឹងថាឈើស្អីគេទេរូបយក្សកាន់ដំបងឈរលើសត្វនាគគ្រប់ពអួចគឺសុទ្ធតែក្បាច់អញ្ចឹងទាំងអស់បងប្អូនណារូបខុសគ្នាទាំងអស់អញ្ចឹងហើយបានជារបស់បុរាណតែងតែមានស្នាដៃតែងតែមានឈ្មោះល្បីលន្ទឺគេចង់ដឹងចង់ឮគ្រប់គ្នាទាំងភ្ញៀវជាតិនិងអន្តរជាតិដោយសារតែស្នាដៃរបស់បុព្វបុរសតែងតែយកព្រលឹងយកចិត្តទុកដាក់នៅក្នុងការធ្វើអ្វីមួយដែលចេញពីចិត្តចេញពីបេះដូងពិតៗតែម្ដងអញ្ចឹងហើយរូបចម្លាក់ទាំងអស់នេះបានបង្ហាញឲ្យដឹងថាបុព្វបុរសយើងបានបង្កើតស្នាដៃហើយតែងតែមានភាពរស់រវើកនិងមានភាពល្បីល្បាញដែលមិនចេះសាបសូន្យដូច្នេះហើយកូនខ្មែរចំនួនក្រោយត្រូវតែរួបរวมសាមគ្គីគ្នាដូចជាសាសនាទាំង3អញ្ចឹងដែរទោះបី
ជាវត្តអារាមកាន់សាសនាពុទ្ធក៏ដោយតែងតែរួមបញ្ចូលជាមួយនៅសាសនាព្រាហ្មណ៍ហើយនិងសាសនាព្រលឹងជានិច្ចដោយសារកុំឲ្យមានការបែកបាក់សាមគ្គីគ្នាដោយមានគំនិតផ្សេងៗពីគ្នាតាមពិតទាំងអស់នេះគឺជាសាសនារបស់ដូនតាយើងដែលបានបង្កើតសាសនាដំបូងដែលបានបង្កើតឡើងដោយខ្មែរខ្លួនឯងគឺជាសាសនាព្រលឹងហើយសាសនាព្រហ្មញ្ញហើយនិងសាសនាពុទ្ធគឺបាននាំចូលមកពីឥណ្ឌាអញ្ចឹងហើយសាសនាទាំង3គឺជាសាសនាខ្មែរតែមួយអញ្ចឹងហើយត្រូវមានការរួបរวมគ្នាស្រឡាញ់ហើយនិងគោរពនិងយកចិត្តទុកដាក់ការពារថែរក្សារួមគ្នាទាំងអស់ព្រោះអីជាខ្មែរតែមួយបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាមានអីថ្មីខ្ញុំនឹង inform អ្នកនរគ្នានៅវីដេអូបន្តកុំភ្លេច follow for more ដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណសូមជម្រាបលាបាយបាយ